លោកម្ចាស់ហាងលក់ដូររបស់ត្រកូលឡូមិនដឹងជាទៅរកច្រកផ្លូវមកពីណាទេពួកគេបាននាំចូលក្រណាត់បឹកទៅតម្លៃថោកមួយចំនួនផងពីក្រៅប្រទេសហើយបានបញ្ចុះតម្លៃយ៉ាងសាហាវពួកយើងតម្លៃលក់រាយក្រណាត់របស់ពួកគេគឺទាបជាងតម្លៃដើមដែលយើងទិញចូលទៅទៀតហាងលក់ដូរត្រកូលគូរបស់យើងដើមឡើយគឺជាអ្នកផ្គត់ផ្គង់ក្រណាត់ធំជាងគេនៅក្នុងក្រុងអេតែពេលនេះនៅតាមតូបលក់ដូរសំបីតែស្រមោលមនុស្សក៏មើលមិនឃើញផងទំនិញនៅក្នុងឃ្លាំងទាំងអស់សុទ្ធតែនៅសល់កកស្ទះអស់ហើយតើគួរធ្វើបែបណាទៅទើបល្អទៅសុទ្ធតែជាកំហុសរបស់ខ្ញុំបើសិនជាជើងទាំងពីររបស់ខ្ញុំមិនពិការទេនោះហើយមិនអាចទៅត្រួតពិនិត្យនៅឯកំពង់ផែដោយផ្ទាល់បានតើត្រកូលលូហ៊ានមកចងងាយច្រងាំងបែបនេះយ៉ាងដូចម្តេចលោកម្ចាស់អ្នកប្រុសអ្នកទាំងពីរឈប់បារម្ភទៅរឿងនេះទុកឲ្យខ្ញុំជាអ្នកចាត់ចែងចុះខ្ញុំធានាថានឹងធ្វើឲ្យមុខចំនួនរបស់ហាងយើងរស់ឡើងវិញជាមិនខានសៀវជូអ្នកចេះធ្វើចំនួនដែរឬរឿងនេះមិនមែនជារឿងលេងសើចទេណាទិញមួយថែមមួយហើយបញ្ចុះតម្លៃពិសេសទូទាំងហាងហើយអ្នកក្រុងគឺប្រកាន់រកពីខ្លាំងពេកហើយចង់បានតែមុខមាត់តែត្រូវមកពិបាកខ្លួនឯងដើម្បីទប់ទល់នឹងពួកមនុស្សវាដូចជាតកូលូគឺមិនអាចប្រាមាយាទសុភាពបរិសុទ្ធជាមួយពួកគេបានឡើយគឺត្រូវប្រើវិធីដែលសាមញ្ញបំផុតនៅតាមជនបទរបស់យើងនោះគឺយុទ្ធសាស្ត្រប្រើកម្លាំងមនុស្សដ៏សាហាវយុទ្ធសាស្ត្រប្រើកម្លាំងមនុស្សតើអ្នកមានគម្រោងនឹងធ្វើបែបណាឬមួយក៏អ្នកចង់ទៅតាមដងផ្លូវដើម្បីបង្ខំឲ្យគេទិញលក់មែនទេការបង្ខំទិញបង្ខំលក់គឺជាការងាររបស់ពួកប៉ុស្តិ៍ប៉ូលីសទេលោកស្រីម្នាក់នេះនឹងធ្វើឲ្យពួកគេសុខចិត្តដកប្រាក់យន់ចេញមកដោយពេញចិត្តហើយថែមទាំងត្រូវមកដឹងគុណយើងទៀតផងសូមពេលឲ្យខ្ញុំ3ថ្ងៃខ្ញុំធានាថានឹងធ្វើឲ្យមាត់ទ្វារហាងយើងត្រូវគេដើររហូតដល់សិតជាមិនខានល្អណាស់សៀវជូក្នុងពេលដែលអ្នកមានទំនុកចិត្តបែបនេះអញ្ចឹងក្រណាត់ដែលនៅសល់ទាំងនេះទុកឲ្យអ្នកជាអ្នកចាត់ចែងចុះបើត្រូវការកម្លាំងមនុស្សឬសម្ភារៈអ្វីក៏ប្រាប់ទៅចាងជីងលីចុះចាលោកពុកចាំតែអង្គុយរាប់លុយទៅបានហើយតើអ្នកកំពុងធ្វើអ្វីហ្នឹងទៅមើលបន្តិចទៅអស់លោកស្រីអ្នកចិត្តខាងទាំងអស់គ្នាលោកពូអ្នកមីងបងស្រីប្អូនស្រីទាំងឡាយសូមមកមើលទីនេះមកហាងត្រកូលគូរបស់យើងមានកម្មវិធីផ្ដល់រង្វាន់ធំនៅថ្ងៃនេះមិនលេងល្បិចបោកប្រាស់អ្វីឡើយគឺបង្កើតអ្វីដែលថ្មីប្លែកសម្រាប់អ្នករាល់គ្នាកម្មវិធីកាប់មួយកាំបិតទិញជាក្រុមមានចែកជូនក្រណាត់ល្អនិងសៅមីនាំចូលដោយឥតគិតថ្លៃហើយក្មួយស្រីតើអ្វីទៅដែលហៅថាកាប់មួយកាំបិតតើមានន័យថាឲ្យពួកយើងកាប់ក្រណាត់នៅក្នុងហាងតែចេញមកមួយដុំហើយអាចយកទៅបានភ្លាមមែនទេហាទាំងអស់គ្នាយករូបថតមកប្រៀបធៀបគ្នាអញ្ចឹងបាទដឹងថាផលិតផលរបស់គេខ្លាំងប៉ុណ្ណាមួយរយៈមុនណាគឺខ្ញុំខ្លាចកាមេរ៉ាខ្លាំងមែនតើខ្ញុំបដៅខ្លួនរហូតដល់60គីឡូថតរូបហើយអត់ហ៊ានផុសទេគឺដេកយំម្នាក់ឯងហ្មងមិនគួរណាបដៅខ្លួនដល់ថ្នាក់ហ្នឹងសោះក៏ប៉ុន្តែមួយរយៈហ្នឹងគឺខ្ញុំអូស Facebook អត់ដាច់ហ្មងដោយសារតែយាសកា brand គឺផ្ទុះខ្លាំងមែនតើទៅខ្ញុំសម្រេចចិត្តសារដឹងខ្លួនតែផ្នែកហ្មងអាខោធ្លាប់ពាក់ឡើងតឹងផ្អឺហ្នឹងឥឡូវពាក់ឡើងអាឡុងតឹងតែអត់ជឿហើយទៅញ៉ាំបានតែ2កំប៉ុងសោះតែមើលរៀងឥឡូវឡើង slim ប្លែកសាហាវទៅណាមកណាគេសួររហូតថាឥឡូវស្អាតប្លែកមិនត្រឹមតែស្រកគីឡូទេណាគឺអត់ប៉ះពាល់សុខភាពអត់ធ្វើឲ្យរាកហើយអត់មួម៉ៅទៀតហើយអ្នកទាំងអស់គ្នាមិនបាច់ភ័យទេស្រកគីឡូមើលទៅមុខអត់បាក់ទេដោយសារតែ Yasaka Body Shape នេះគឺជាប្រភេទវីតាមីនសម្រកជួយកម្ចាត់ជាតិពុលហើយនិងខ្លាញ់អាក្រក់នៅក្នុងខ្លួនរបស់យើងហ្នឹងញ៉ាំមួយថ្ងៃតែមួយគ្រាប់ទេមុនអាហារពេលព្រឹក30នាទីភ្លេចខ្លួនស្រកគីឡូដឹងខ្លួនហ្មងហើយ Yasaka Body Shape ហ្នឹងគឺមានរូបមន្តមកពីប្រទេសបារាំងដូចអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងថា brand Yasaka ហ្នឹងគឺជា brand មួយដែលនៅលើទីផ្សារយូរហើយក៏ល្បីខ្លាំងមែនតើសំខាន់ណាមាន brand Yasaka ហ្នឹងនៅលើគ្រប់ឆ្នាំទៀតនិយាយទៅគឺអាចប្រើដោយទំនុកចិត្តបានគឺអាចទុកចិត្តបានហ្មងតោះនៅទឹកខ្លួនឯងឲ្យធាត់មានក្បាលពោះដល់អង្ការទៀតលឿនមកអានឆាប់បានស្អាតទាំងអស់គ្នាបាទអញ្ចឹងខ្ញុំប្រញាប់ទៅផ្ទះយកកាំបិតប៉ាំងតមកសិនហើយលោកពូកុំប្រញាប់អីស្ដាប់ខ្ញុំពន្យល់ប្រាប់អ្នករាល់គ្នាឲ្យច្បាស់សិនចាការកាប់មួយកាំបិតនេះមិនបាច់ឲ្យអ្នករាល់គ្នាប្រើកម្លាំងបាយមែនទេការកាប់តម្លៃក្រណាត់គឺគ្រាន់តែលោកអ្នកអាចអូសទាញសាច់ញាតិមិត្តភក្តិ10នាក់ឲ្យពួកគេម្នាក់មកក្នុងហាងដើម្បីស្ទាបមើលសាច់ក្រណាត់របស់យើងដើម្បីដឹងពីគុណភាពថាស្បែកក្រណាត់របស់ហាងត្រកូលគូយើងល្អកម្រិតណាឲ្យតែមានមនុស្ស10នាក់បានស្ទាបមើលក្រណាត់សូត្រដ៏ល្អប្រណិតមកពីស៊ូហាងមួយដុំនេះពួកយើងនឹងបញ្ចុះតម្លៃជូនអ្នក50%ភ្លាមតែម្ដងអាចយកទៅបានក្នុងតម្លៃពាក់កណ្ដាលមែនទេខ្ញុំមិនព្រមទេរឿងនេះមិនទាន់ចប់នៅឡើយទេប្រសិនបើអ្នកមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនហើយអាចអូសទាញមនុស្សបាន20នាក់មកស្ទាបសាច់ក្រណាត់នេះមិនត្រឹមតែសូត្រមួយដុំមិញនេះនឹងជូនអ្នកដោយឥតគិតថ្លៃប៉ុណ្ណោះទេពួកយើងថែមជូនអ្នកនៅម្សៅមីសព្រើងនាំចូលចំនួន10ចិញ្ចៀងទៀតផងហាងលក់ទំនិញត្រកូលគូរបស់ពួកយើងនិយាយម៉ាត់ណាគឺម៉ាត់នឹងអ្នកមកមុនបានមុនរហូតដល់អស់ពីស្តុកអូយប្អូនស្រីសម្លាញ់របស់ខ្ញុំឲ្យនៅទិញម្ហូបអីទៀតទៅប្រញាប់ទៅហាងលក់ទំនិញត្រកូលគូជាមួយខ្ញុំដើម្បីទទួលកំសៅមីយឺតពេលបន្តិចសូម្បីតែកំតិចម្សៅមីក៏រកមិនបានដែរលោកចាងកុំអង្គុយផឹកតែអន់នឹងទៀតអីប្រញាប់ទៅជាមួយខ្ញុំមកទៅជួយបង្កប់ចំនួនមនុស្សនៅហាងលក់ទំនិញត្រកូលគូបន្តិចទៅជួយរកមនុស្សឲ្យខ្ញុំឲ្យគ្រប់20នាក់ផងចាំពេលបានសូត្រមកវិញខ្ញុំនឹងចែកឲ្យអ្នកកន្លះហាត់សម្រាប់ធ្វើខោខ្លីបងស្រីសម្លាញ់ប្រញាប់ទៅជាមួយខ្ញុំមកហាងលក់ទំនិញត្រកូលគូកំពុងរៀបចំកម្មវិធីធំគ្រាន់តែរកមនុស្សមកបានក៏អាចទទួលក្រណាត់ដោយឥតគិតថ្លៃដែរពួកយើងទៅជាមួយគ្នាទៅក្មេងល្អកុំ RCA ប្រញាប់ទៅហៅពុកម៉ែមកពួកយើងទៅស្ទាបសាច់ក្រណាត់នៅហាងលក់ទំនិញត្រកូលគូទៅយកសូត្រនិងម្សៅមីសដោយមិនអស់ប្រាក់ថ
อยเจงเตอถอยเจงไงออกเตอโอ้ขยมสมานทาจีเนนาได้มีนโรคปีทมดมเลยตระโกผู้ประหายจิกไซทนออร์ลิงไฮเมอร์เตอร์ส่งใบแต่เนจัดการหางบอร์เตสมรมเนก็มีนประจูไดเมนเตบีmình tôi sân giả thay chọc nhằm thế đấy nè Kalau iya nya, afam knia on. Cô nhớ, thà cả mà hai sự chuẩn bị, lấy cái tay chào bạn. Dạ, dạ sắp ca ạ, em phải không học đây. ប្រាដោយទំនុកជាតិជាមួយយ៉ាសកា Body Shake ជាវីតាមីនសម្រកសំឡាងពីក្របធូលីជាតិមានប្រសិទ្ធភាពដុតខ្លាញ់មួយតួខ្លួនស្រកគីឡូបានលឿនពេលស្អាតដោយសុវត្ថិភាពយើងត្រូវគ្នាវិញបានអត់ គីឡូយើងអត់ត្រូវគ្នាបាយប្រាដោយទំនុកជាតិជាមួយយ៉ាសកា Body Shake ជាវីតាមីនសម្រកសំឡាងពីក្របធូលីជាតិមានប្រសិទ្ធភាពដុតខ្លាញ់មួយតួខ្លួនស្រកគីឡូបានលឿនរាងស្អាតដោយសុវត្ថិភាពជាមួយផលិតផលស្តង់ដារមកពីប្រទេសបារាំង ដល់ថ្នាក់បណ្ដោយឲ្យក្មេងស្រីស្រែចំការម្នាក់មកត្រួតត្រាគ្រប់គ្រងរឿងរ៉ាវទៅវិញហឺលោកយាយម្នាក់នេះរកប្រាក់ដោយប្រើសមត្ថភាពពិតប្រាកដរបស់ខ្ញុំដោយភាពថ្លៃថ្នូរនិងសុចរិតមិនដូចជាអ្នកដែលមិនហ៊ានតាំងគ្នាដោយផ្ទាល់បានត្រឹមតែលួចប្រើល្បិចថោកទាបនៅពីក្រោយខ្នងដោយការបញ្ចុះតម្លៃដើម្បីបង្ក្រាបគេបែបនេះទេខ្ញុំសូមព្រមានអ្នកបើហ៊ានមករាំងស្ទះផ្លូវរកស៊ីមានបានរបស់លោកយាយម្នាក់នេះទៀតលើកក្រោយក្រណាត់រាប់សិបជិងនេះវាមិនមែនត្រឹមតែបោកទៅលើដីសាមញ្ញបែបនេះទេគឺនឹងបោកចំក្បាលឆ្កែរបស់អ្នកតែម្ដងហា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 ប្រុសច្បងត្រកូលលូដែលពិតជាមនុស្សទន់ជ្រាយម្នាក់សោះសូម្បីតែមនុស្សស្រីម្នាក់ក៏មិនស្មើផងហា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 ស៊ូសៀវជាវនាងជាស្រីកាច់ឆ្នះនាងប្រើល្បិចបោកប្រាស់បែបនេះគឺជាការរកប្រាក់ដោយគ្មានសិទ្ធិធម៌អ្នកចង់ទៅមែនទេខ្ញុំនឹងឲ្យអ្នកទៅសុំទោសផងណាហ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 ាស្ដោះទឹកមាត់ដាក់ចុះអ្នកចង់ចូលរួមកម្មវិធីរបស់ពួកយើងណាស់មែនទេចង់បានសៅមីមែនទេអ្នកមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឡើយប្រញាប់អូស្ក្បាលត្រឡប់ទៅហាងលក់ទំនិញត្រកូលលូរបស់អ្នកវិញទៅណែហេតុអ្វីបានជាអ្នកនៅមិនទាន់ចេញទៅទៀតឬមួយក៏គិតថាការវាប្រហារមួយនេះវាមិនទាន់រំភើបគ្រប់គ្រាន់ចង់ត្រូវមែនទេគុំអីអ្នកនាងម្នាក់នេះសូមអ្នកកុំយល់ច្រឡំឲ្យសោះខ្ញុំមិនមែនមានបំណងមកបង្កការរំខានដល់កន្លែងរបស់អ្នកឡើយខ្ញុំគ្រាន់តែជាអ្នកបម្រើម្នាក់ដែលធ្វើការដើម្បីបាយក្រពះប៉ុណ្ណោះអ្នកនាងម្នាក់នោះអ្នកមើលលក្ខខណ្ឌរបស់ខ្ញុំនេះចុះតើនៅមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមសកម្មភាពទិញទំនិញបញ្ចុះតម្លៃរបស់អ្នកដែរឬទេខ្ញុំក៏ចង់បានសាមីសាច់ជាង10គីឡូក្រាមដែរដើម្បីយកទៅផ្ទះឲ្យអ្នកម៉ែធ្វើនំគៀវឲ្យពិសាបានតើលោកយាយបើកទ្វារធ្វើអាជីវកម្មទៅហើយអ្នកមកដល់សុទ្ធតែជាភ្ញៀវឲ្យតែអ្នករកមនុស្សបាន20នាក់ម្សៅមេសាច់ជៀមនឹងនៅតែផ្ដល់ជូនអ្នកដូចដើមបាទល្អហើយអរគុណច្រើនអ្នកនាងខ្ញុំនឹងត្រឡប់ទៅផ្ទះឥឡូវនេះទៅហៅមីងតូចមីងធំរបស់ខ្ញុំមកឲ្យអស់អ្នកនាងសូមមេត្តាទុកម្សៅមីឲ្យខ្ញុំខ្លះផងណា